នៅពេលដែលយើងផ្សះផ្សាគាត់បានជោគជ័យគាត់ទៅលើគ្នាគាត់យំអោបគ្នាក៏មានដែរគាត់មិននឹកស្មានថារឿងយើងវាត្រូវបានបញ្ចប់ដោយលទ្ធផលល្អអញ្ចឹងសោះណាហើយគាត់មិននឹកស្មានថារឿងប៉ុណ្ណឹងយើងក៏ទៅคล้ายទៅជាសត្រូវគ្នាមើលមុខគ្នាឆ្លោះប្រកែកគ្នាណាក្រុមគ្រួសារញាតិមិត្តបងប្អូនសាច់ញាតិហ្នឹងមិនគួរណាទៅមានរឿងចឹងសោះណាអញ្ចឹងគឺថាពួកគាត់មានចិត្តរំភើបមែនតើអ្នកខ្លះក្រោយពេលអត់និយាយរកគ្នារាប់ឆ្នាំនៅពេលដែលផ្សះផ្សាត្រូវគ្នាហ្នឹងគឺថាអោបគ្នាយំអោបកសោបដូរលេខទូរស័ព្ទគ្នាទៅវិញទៅមកអោបគ្នាដើរចេញទៅក្រៅពីបន្ទប់សម្រស់សម្រួលហ្នឹងក៏មានបាទហ្នឹងគឺថាគាត់រំភើបហើយចំណែកមន្ត្រីរបស់យើងហ្នឹងក៏រំភើបទៅតាមហ្នឹងដែរពេលខ្លះទឹកភ្នែកទឹកស្បោអីជាមួយនឹងភាគីវិវាទហ្នឹងដែរចាត់ទស្សនិកជនគិតត្រឹមថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2024អញ្ញាធិជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថាអដកបង្កើតឡើងរយៈពេល1ឆ្នាំគត់អដកបង្កើតឡើងក្រោមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2023ខ្ញុំចង់បញ្ជាក់ជូនថាអដកគឺជាយន្តការបំពេញបន្ថែមឲ្យយន្តការដែលមានស្រាប់ហើយយន្តការមួយនេះគឺជាយន្តការសម្រស់សម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រោមយន្តការឈ្នះទាំងសងខាងលក្ខណៈពិសេសរបស់អដកគឺដោះស្រាយវិវាទដោយមិនមានការគិតថវិកានោះទេចង់ដឹងថាតើ1ឆ្នាំមកនេះអដកបានធ្វើការងារអ្វីខ្លះហើយទទួលបានលទ្ធផលបែបណាដែរយើងទៅជួបជាមួយនឹងឯកឧត្តមចិនម៉ាលីនអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទាំងអស់គ្នាជំរាបសួរឯកឧត្តមចា៎បាទជំរាបសួរបាទចា៎ឯកឧត្តមគិតត្រឹមថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2024នេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបង្កើតឡើងរយៈពេល1ឆ្នាំមកហើយខ្ញុំចង់ដឹងថាតើ1ឆ្នាំមកនេះអដកបានធ្វើការងារអ្វីខ្លះហើយទទួលបានលទ្ធផលបែបណាដែរឯកឧត្តមចា៎បាទសូមអរគុណហើយចំពោះលទ្ធផលរយៈពេល1ឆ្នាំនេះខ្ញុំសូមបែងចែកវាជា2ដំណាក់កាលបានន័យថាក្នុងរយៈពេល1ឆ្នាំនេះអដកបានធ្វើអ្វីខ្លះហើយសម្រេចបាននៅលទ្ធផលអ្វីខ្លះអញ្ចឹងយើងអាចចែកវាជា2ដំណាក់កាលដំណាក់កាលទី1គឺរយៈពេល6ខែដំបូងនិងដំណាក់កាលទី2រយៈពេល6ខែបន្ទាប់អញ្ចឹងទេក្នុងរយៈពេល6ខែដំបូងនេះគឺថាគឺអដកបានធ្វើការងារច្រើនពាក់ព័ន្ធនឹងការរៀបចំនៅស្ថាប័ននិងកិច្ចដំណើរការរបស់ខ្លួនការរៀបចំនៅស្ថាប័ននិងកិច្ចដំណើរការនោះគឺរួមមានការបង្កើតនៅអគ្គលេខាការដ្ឋានការរៀបចំនៅរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់អគ្គលេខាការដ្ឋានណាការជ្រើសរើសនិងតែងតាំងមន្ត្រីដើម្បីបំពេញការងារនៅអគ្គលេខាការដ្ឋានដែលជាសេនាធិការទាំងផ្នែករដ្ឋបាលហិរញ្ញវត្ថុនិងបច្ចេកទេសដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងនោះក៏មានការរៀបចំនៅបែបបទដ្ឋានគតិយុត្តគោលការណ៍ណែនាំនិងវិធានផ្សេងសម្រាប់ប្រតិបត្តិការរបស់អាជ្ញាធរជាតិហើយអ្វីដែលសំខាន់នោះគឺថាការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនេះគឺថាពួកគាត់ដើរតួនាទីសំខាន់ណាស់ពីព្រោះជោគជ័យឬមិនជោគជ័យគឺអាស្រ័យទៅលើមន្ត្រីសម្រុះសម្រួលផ្សះផ្សាវិវាទនេះហើយអញ្ចឹងរយៈពេល6ខែនេះគឺថាយើងបានធ្វើការងារច្រើនពាក់ព័ន្ធនឹងការជ្រើសរើសនៅមន្ត្រីសម្រុះសម្រួលផ្សះផ្សាវិវាទជ្រើសរើសហើយគឺត្រូវធ្វើការបដិបដាលទៀតណាមុននឹងអាចផ្ដល់នីតិសម្បទានដើម្បីពួកគាត់ចេញទៅបំពេញការងារក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនេះបានអញ្ចឹងទេ6ខែដំបូងនេះគឺយើងធ្វើការងារច្រើនពាក់ព័ន្ធដល់ការរៀបចំស្ថាប័នកិច្ចដំណើរការស្ថាប័នការជ្រើសរើសមន្ត្រីបម្រើការនៅស្ថាប័នរួមទាំងការជ្រើសរើសមន្ត្រីនិងការបដិបដាលការផ្ដល់នីតិសម្បទាទៅដល់មន្ត្រីសម្រុះសម្រួលផ្សះផ្សាវិវាទហើយជាដំណាក់កាលដំបូងនេះគឺយើងរើសបានមន្ត្រីសម្រុះសម្រួលផ្សះផ្សាវិវាទនេះគឺថាចំនួនទី1នេះគឺបានចំនួន86រូបតែក្នុងនោះគឺ30រូបជាមន្ត្រីពេញម៉ោងហើយក្រៅពីនេះគឺជាមន្ត្រីស្ម័គ្រចិត្តមន្ត្រីពេញម៉ោងនេះគឺគាត់ធ្វើការជាប្រចាំធ្វើការពេញម៉ោងហើយទទួលប្រាក់បៀវត្សប្រចាំខែចំណែកមន្ត្រីស្ម័គ្រចិត្តនេះគឺគាត់មិនមកធ្វើការងារជាប្រចាំទេគាត់ធ្វើការទៅតាមករណីនីមួយៗដែលអគ្គលេខាការដ្ឋានប្រគល់ជូនហើយទទួលនៅការឧបត្ថម្ភណាប្រាក់ឧបត្ថម្ភការលើកទឹកចិត្តអីគ្រប់យ៉ាងទៅតាមករណីជាក់ស្ដែងនីមួយនេះសម្រាប់រយៈពេល6ខែដំបូងចំណែកឯរយៈពេល6ខែបន្ទាប់គឺយើងចាប់ផ្ដើមកិច្ចដំណើរការនៃការដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋប៉ុន្តែយើងរៀបចំផ្ទះរបស់យើងរួចហើយរៀបចំស្ថាប័នរបស់យើងរួចហើយយើងរើសមន្ត្រីសម្រុះសម្រួលផ្សះផ្សាវារួចហើយយើងបដិបដាផ្ដល់នីតិសម្បទារួចហើយគឺវាដល់ពេលដែលពួកគាត់ត្រូវ
ចេញទៅបំពេញការងារណាបំពេញបេសកកម្មរបស់គាត់ក្នុងការដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋអញ្ចឹងទេក្នុងរយៈពេល6ខែបន្ទាប់ឆមាសទី2នេះគឺថាយើងបានចាប់ផ្ដើមនៅកិច្ចដំណើរការនៃការដោះស្រាយបណ្ដឹងជូនដល់ប្រជាពលរដ្ឋហើយបើយើងគិតទៅគឺថាបណ្ដឹងដែលយើងទទួលបានគឺយើងបើកទទួលបណ្ដឹងពីប្រជាពលរដ្ឋពីសាធារណជនគ្រប់ទីកន្លែងទាំងអស់ហ្នឹងគឺចាប់ពីថ្ងៃទី1ខែមីនាហើយគិតមកដល់បច្ចុប្បន្ននេះគឺថាយើងទទួលបានបណ្ដឹងគឺចំនួនបើគិតទូលេខគិតត្រឹមរយៈពេលម្សិលមិញនេះគឺថ្ងៃទី4ធ្នូនេះគឺយើងទទួលបានបណ្ដឹងចំនួន380បណ្ដឹងហើយក្នុងចំណោម380បណ្ដឹងនេះគឺថាយើងបានដោះស្រាយបាន55បណ្ដឹងបើគិតទៅវាស្មើនឹង15% នៃបណ្ដឹងដែលយើងទទួលយកមកដោះស្រាយក៏ប៉ុន្តែសូមបញ្ជាក់ថាការដំណើរការកិច្ចដំណើរការដោះស្រាយពីបណ្ដឹងនេះគឺយើងទើបតែចាប់ផ្ដើមនៅថ្ងៃទី1ខែកក្កដាឆ្នាំ2024នេះទេណាគឺក្នុងដំណាក់កាលទី2ឆមាសទី2មិនមែនយើងទទួលដោះបណ្ដឹងហ្នឹងតាំងពីថ្ងៃបង្កើតអាជ្ញាធរ2វិច្ឆិកា2023មកនោះទេអញ្ចឹងកិច្ចដំណើរការនៃការដោះស្រាយបណ្ដឹងរបស់យើងនេះគឺចាប់ពីថ្ងៃទី1ខែកក្កដាឆ្នាំ2024គឺក្នុងដំណាក់កាលទី2ឆមាសទី2អញ្ចឹងមកដល់ពេលនេះប្រហែលជារយៈពេល5-6ខែនេះគឺយើងដោះស្រាយបណ្ដឹងបាន15%ណា55បណ្ដឹងក្នុងចំណោម380បណ្ដឹងដែលយើងទទួលបានបើយើងគិតជាតួលេខគិតជាលេខវាតិចក៏ប៉ុន្តែបើយើងគិតពីសមិទ្ធផលវាធំធេងពីព្រោះការដោះស្រាយបណ្ដឹងការសម្រុះសម្រួលផ្សព្វផ្សាយវិវាទនេះវាខុសពីការកាត់សេចក្តីណាការកាត់សេចក្តីដោយតុលាការប៉ុន្តែការកាត់សេចក្តីវាអាចលឿនជាងណាដោយសារការកាត់សេចក្តីគេផ្អែកលើអង្គហេតុអង្គច្បាប់ផ្អែកលើភស្តុតាងហើយគេអាចធ្វើការសម្រេចសេចក្តីអ្នកណាចាញ់អ្នកណាឈ្នះអ្នកណាខុសអ្នកណាត្រូវណាមានភាពច្បាស់លាស់ងាយស្រួលអាចឆាប់ក៏ប៉ុន្តែការសម្រុះសម្រួលនេះគឺមិនអញ្ចឹងទេគឺវាមានភាពស្មុគស្មាញវាត្រូវការនៅទេពកោសល្យភាពប៉ិនប្រសពណាវិធីសាស្ត្រច្រើនណាស់បើណាបញ្ចុះបញ្ចូលផងលួមផងបញ្យលផងធ្វើម៉េចឲ្យស្រស់ស្រួលត្រូវគ្នាហើយយល់ព្រមទទួលនៅដំណោះស្រាយរួមមួយដែលជាដំណោះស្រាយឈ្នះអញ្ចឹងអាហ្នឹងគឺថាត្រូវការពេលវេលាហើយរឿងដែលដាក់មកដល់អាជ្ញាធរជាតិមិនមែនជារឿងដែលសាមញ្ញនោះទេភាគច្រើនជារឿងដែលស្មុគស្មាញដែលយូរឆ្នាំរ៉ាំរ៉ៃហើយដើរប្តឹងគ្រប់កន្លែងឲ្យហើយអត់មានដំណោះស្រាយណាដាក់ទៅគ្រប់កន្លែងឲ្យហើយយូរឆ្នាំរ៉ាំរ៉ៃមិនមានដំណោះស្រាយនៅពេលដែលឮដំណឹងថាអាជ្ញាធរនេះបានបង្កើតឡើងជាក្តីសង្ឃឹមថ្មីសម្រាប់ប្រជាពលរដ្ឋទើបគេយកបណ្ដឹងមកដាក់នៅអាជ្ញាធរអញ្ចឹងខ្ញុំក៏ចង់បញ្ជាក់ថាការដោះស្រាយបណ្ដឹងរបស់យើងគឺចាប់ពីថ្ងៃទី1ខែកក្កដាហ្នឹងមកដល់ពេលនេះគឺរយៈពេលជា5-6ខែនេះបើយើងគិតជាលេខគឺក្នុងចំណោមបណ្ដឹង380យើងដោះស្រាយបាន55ស្មើ15%បើគិតជាលេខវាតិចទេតែបើគិតជាទំហំជាលទ្ធផលណាគឺវាមានទំហំធំធេងដោយផ្អែកទៅលើចរិតលក្ខណៈនៃសំណុំរឿងវិធីសាស្ត្ររបៀបនៃការដោះស្រាយនៃការផ្សះផ្សាបើឲ្យក្រៅពីការរៀបចំកិច្ចដំណើរការស្ថាប័នកិច្ចដំណើរការនៃការដោះស្រាយបណ្ដឹងហ្នឹងយើងក៏ធ្វើការងារសំខាន់មួយចំនួនទៀតដែរគឺទី1ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីព្រោះអាជ្ញាធរនេះជាស្ថាប័នថ្នាក់ជាតិមួយថ្មីយើងត្រូវធ្វើការផ្សព្វផ្សាយដើម្បីឲ្យបានជ្រួលជ្រាបទៅដល់ប្រជាពលរដ្ឋសាធារណជនគ្រប់ទីកន្លែងគ្រប់ទិសទីទាំងអស់ដើម្បីឲ្យគេយល់ពីសេវាមួយនេះពីសារៈសំខាន់ពីបេសកកម្មរបស់អាជ្ញាធរនិងពីរបៀបរបបណាធ្វើម៉េចដើម្បីអាចទទួលនៅសេវានេះបានអញ្ចឹងយើងបានធ្វើការផ្សព្វផ្សាយនៅតាមស្ថាប័នណាដែលពាក់ព័ន្ធមួយចំនួនហើយក្នុងនោះក៏យើងធ្វើកិច្ចសហការជាមួយនឹងដៃគូមួយចំនួនពីព្រោះថាអាជ្ញាធរនេះគឺមុនពេលដែលបង្កើតអាជ្ញាធរនេះមិនមែនបានន័យថាមិនមានយន្តការនៃការដោះស្រាយវិវាទឬក៏ស្ថាប័នដែលដោះស្រាយវិវាទក្រៅពន្ធតុលាការនេះទេតែថាមានយន្តការនេះស្រាប់រួចទៅហើយនៅស្ថាប័នជាតិស្ថាប័នវិជ្ជាជីវៈណាស្ថាប័នរដ្ឋមួយចំនួនក៏គេធ្វើការដោះស្រាយវិវាទក្រៅពន្ធតុលាការទៅតាមសមត្ថកិច្ចណារបស់គេរៀងៗខ្លួននៅរដ្ឋបាលដែនដីក៏គេធ្វើការដោះស្រាយវិវាទក្រៅពន្ធតុលាការរបស់គេដែររដ្ឋបាលខេត្តរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ក៏គេធ្វើការដោះស្រាយដែរអញ្ចឹងយើងត្រូវធ្វើកិច្ចសហការជាមួយនឹងយន្តការដែលមានស្រាប់នេះពីព្រោះថាយើងជាស្ថាប័នថ្មីយើងមានធនធានគេថាធនធាននៅមានកម្រិតនៅឡើយក៏ប៉ុន្តែបេសកកម្មរបស់យើងគឺយើងចង់បម្រើសេវានេះទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ណាជាពិសេសគឺប្រជាពលរដ្ឋនៅតាមមូលដ្ឋានអញ្ចឹងយើងមិនអាចថាស្ថាប័នយើងថ្មីហើយជាមួយមន្ត្រីចំនួនទី1របស់យើងចំនួន84នាក់យើងអាចបម្រើសេវានេះទៅគ្រប់
ទីកន្លែងនោះបានទេអញ្ចឹងចាំបាច់យើងត្រូវធ្វើកិច្ចសហការជាមួយដៃគូសហការរបស់យើងដើម្បីឲ្យគាត់ជួយធ្វើការងារនេះជាមួយនឹងយើងដើម្បីពង្រីកនៅវិសាលភាពនៃសេវានេះអញ្ចឹងក្នុងរយៈពេលមួយឆ្នាំនេះគឺយើងបានធ្វើការផ្សព្វផ្សាយយើងបានធ្វើការចុះនៅ MOU អនុស្សាវរីយ៍នៃការយោគយល់គ្នាជាមួយយន្តការមួយចំនួនដែលមានស្រាប់ឥឡូវបើគិតពីការផ្សព្វផ្សាយនៅតាមរដ្ឋបាលរាជធានីខេត្តហ្នឹងមកដល់ពេលនេះយើងបានធ្វើការផ្សព្វផ្សាយចំនួន9ខេត្តរួចទៅហើយដែលមិនសមមិញហ្នឹងគឺការផ្សព្វផ្សាយនៅខេត្តកំពង់ធំហើយយើងនឹងបន្តទៅទៀតឲ្យបានគ្រប់រាជធានីខេត្តទាំងអស់ទូទាំងប្រទេសហើយក្រោយពីការផ្សព្វផ្សាយយើងបានចុះអនុស្សាវរីយ៍នៃការយោគយល់គ្នាហ្នឹងជាមួយនឹងខេត្តកណ្ដាលហើយបន្ទាប់ទៀតគឺនៅក្នុងរយៈពេលដ៏ខ្លីខាងមុខថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះយើងនឹងចុះជាមួយនឹងខេត្តបាត់ដំបងខេត្តកំពង់ឆ្នាំងហើយនឹងបន្តចុះជាមួយខេត្តកំពង់ស្ពឺនិងខេត្តដទៃទៀតដែលយើងបានផ្សព្វផ្សាយរួចហើយការចុះអនុស្សាវរីយ៍នេះយើងមិនមែនចុះតែជាមួយរដ្ឋបាលដែនដីទេគឺយើងចុះជាមួយនឹងគ្រប់យន្តការគ្រប់ស្ថាប័នទាំងអស់ដែលធ្វើការងារដោះស្រាយវិវាទនេះណាដូចជានៅថ្នាក់ជាតិយើងបានចុះជាមួយនឹងគណៈមេធាវីនៃប្រជាជនកម្ពុជាណាយើងបានចុះជាមួយនឹងមជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្មណាដើម្បីធ្វើជាដៃគូសហការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនដល់ប្រជាពលរដ្ឋហើយយើងនឹងបន្តចុះជាមួយនឹងស្ថាប័ននិងយន្តការផ្សេងទៀតដែលមានស្រាប់ហើយគោលបំណងនៃការចុះអនុស្សាវរីយ៍យោគយល់គ្នានេះគឺយើងចង់រកដៃគូសហការដើម្បីពង្រីកវិសាលភាពនៃសេវានេះហើយជាពិសេសគឺជាមួយនឹងរដ្ឋបាលដែនដីគឺគាត់ពេញចិត្តគាត់រីករាយនឹងធ្វើការសហការជាមួយនឹងអាជ្ញាធរជាតិដោះស្រាយវិវាទខុសត្រូវការក្រោយពីគាត់យល់ពីសារៈសំខាន់ពីបេសកកម្មនៃអាជ្ញាធរនេះហើយជាពិសេសគឺអត្ថប្រយោជន៍ដែលគាត់ទទួលបានពីអាជ្ញាធរជាតិដោះស្រាយវិវាទការប៉ុនតុលាការអាដាមខ្ញុំចង់ត្រឡប់ទៅលំអិតអំពីលទ្ធផលដែលអដកដោះស្រាយបានអាដាមបានបញ្ជាក់មុននេះថាជាង300ករណីដែលអដកទទួលបានក្នុងរយៈពេល6ខែចុងក្រោយហើយក្នុងនោះប្រមាណជា50ករណីត្រូវបានដោះស្រាយរួចរាល់អាដាមថាតើករណីដែលដោះស្រាយហើយនឹងទទួលបានទំនុកចិត្តពីពលរដ្ឋយ៉ាងម៉េចដែរតើអាដាមអាចជួយបញ្ជាក់បានទេបាទយើងសង្កេតឃើញថាករណីដែលយើងដោះស្រាយហើយនឹងគឺទទួលបាននូវការស្វាគមន៍ការពេញចិត្តការកោតសរសើរនិងការសាទរពីសាធារណជនប្រជាពលរដ្ឋរបស់យើងព្រោះដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺថារឿងដែលគាត់ដាក់មកហ្នឹងគឺសុទ្ធតែជារឿងរ៉ាំរ៉ៃណារឿងស្មុគស្មាញដើរប្តឹងគ្រប់ទីកន្លែងហើយភាគច្រើនគឺពាក់ព័ន្ធនឹងទំនាស់ដីធ្លីពាក់ព័ន្ធទៅនឹងអចលនវត្ថុណាវិវាទគ្រួសារកិច្ចសន្យាណាពាណិជ្ជកម្មជាដើមលក្ខណៈហើយជាពិសោធន៍ដែលយើងសង្កេតឃើញកន្លងមកគឺថាមន្ត្រីរបស់យើងបានធ្វើការដោយយកចិត្តទុកដាក់ណាប្រកបទៅដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈណាបម្រើសេវានេះដល់ល្អជូនពួកគាត់ហើយនៅពេលដែលពួកគាត់ទទួលបានលទ្ធផលណានៃការផ្សះផ្សាបានជោគជ័យគាត់អ្នកខ្លះផ្ញើសារអបអរផ្ញើសារថ្លែងអំណរគុណទៅដល់មន្ត្រីសម្រុះសម្រួលកោតសរសើរលើកទឹកចិត្តហើយយើងឃើញថាវិវាទមួយចំនួនពាក់ព័ន្ធទៅនឹងវិវាទគ្រួសារណាបងប្អូនសាច់ញាតិពុកម្ដាយកូនមិត្តភ័ក្តិជាដើមលក្ខណៈនៅពេលដែលយើងផ្សះផ្សាគាត់បានជោគជ័យគាត់ទៅលើគ្នាគាត់យំអោបគ្នាក៏មានដែរគាត់មិននឹកស្មានថារឿងយើងវាត្រូវបានបញ្ចប់ដោយលទ្ធផលល្អអញ្ចឹងសោះណាហើយគាត់មិននឹកស្មានថារឿងក៏ប៉ុណ្្នឹងយើងក៏ទៅคล้ายទៅជាសត្រូវគ្នាមើលមុខមកគ្នាឆ្លោះប្រកែកគ្នាណាក្រុមគ្រួសារញាតិមិត្តបងប្អូនសាច់ញាតិហ្នឹងមិនគួរណាទៅមានរឿងចឹងសោះណាអញ្ចឹងគឺថាពួកគាត់មានចិត្តរំភើបមែនតើអ្នកខ្លះក្រោយពេលអត់និយាយរកគ្នារាប់ឆ្នាំនៅពេលដែលផ្សះផ្សាត្រូវគ្នាហ្នឹងគឺថាអោបគ្នាយំអោបកសោបដូរលេខទូរស័ព្ទគ្នាទៅវិញទៅមកអោបគ្នាដើរចេញទៅក្រៅពីបន្ទប់សម្រុះសម្រួលហ្នឹងក៏មានបាទហ្នឹងគឺថាគាត់រំភើបហើយចំណែកមន្ត្រីរបស់យើងហ្នឹងក៏រំភើបទៅតាមហ្នឹងដែរពេលខ្លះទឹកភ្នែកទឹកស្បោអីជាមួយនឹងភាគីវិវាទហ្នឹងដែរដោយសារយើងឃើញថាយើងលទ្ធផលវាទទួលបានលើសពីការរំពឹងទុកបាទនេះជាលទ្ធផលជាការស្វាគមន៍ជាការសាទរពីសំណាក់ប្រជាពលរដ្ឋរបស់យើងហើយអ្នកខ្លះរហូតដល់លំមកថាគាត់មិនតែឃើញសេវាបែបហ្នឹងទេអាដាមមួយវិញទៀតតាមការកត់សម្គាល់ឃើញថាអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានកិច្ចសហការផងដែរជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនថាតើកិច្ចសហការនេះបង្ហាញថាស្ថាប័នថ្នាក់ជាតិមួយនេះបើកទូលាយសម្រាប់ប្រមូលធាតុចូលដើម្បីដោះស្រាយបញ្ហាវិវាទក្រៅប្រព័ន្ធតុលាការឬក៏យ៉ាងណាដែរ
បាទអំបញ្ញមិញនេះខ្ញុំបានលើកពីយន្តការយន្តការសហការបណ្ណាសហការទី1គឺសហការមួយដៃគូដែលកំពុងធ្វើការងារដោះស្រាយវិវាទណាក្នុងគោលដៅមួយដើម្បីពង្រីកនៅវិសាលភាពនៃការដោះស្រាយវិវាទហ្នឹងឲ្យបានទូលំទូលាយទៅគ្រប់ទីកន្លែងទិសទីដល់ប្រជាពលរដ្ឋរបស់យើងគ្រប់ច្រកហោទាំងអស់ហើយយន្តការសហការមួយទៀតគឺសហការដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័នណាដើម្បីធានានៅគណនេយ្យភាពនិងតម្លាភាពពាក់ព័ន្ធនឹងការដោះស្រាយវិវាទការព័ន្ធតុលាការនេះគឺថាយើងធ្វើកិច្ចសហការជាមួយនឹងដៃគូបណ្ដាយើងស្វាគមន៍គ្រប់ដៃគូអង្គការសមាគមទាំងអស់ដែលចង់ចូលរួមណាជាមួយនឹងអដកដើម្បីបំពេញបេសកកម្មក្នុងការបម្រើសេវានេះជូនដល់ប្រជាពលរដ្ឋអញ្ចឹងគឺថាយើងបើកទលាយយើងបើកចិត្តបើកទ្វារទទួលស្វាគមន៍នៅគ្រប់ដៃគូទាំងអស់រួមមានអង្គការសមាគមណាស្ថាប័នវិជ្ជាជីវៈផ្សេងដែលចង់ចូលរួមសហការជាមួយនឹងអដកហ្នឹងក្នុងការបំពេញនៅបេសកកម្មបម្រើសេវាដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋហើយនេះគឺថាដើម្បីធានានៅតម្លាភាពផងធានានៅគណនេយ្យភាពផងហើយនឹងប្រសិទ្ធភាពផងគាត់អាចចូលរួមតាមគ្រប់មធ្យោបាយនិងគ្រប់វិធីសាស្ត្រទាំងអស់ដៃគូខ្លះក៏ចូលរួមជាថវិកាអញ្ចឹងដែរដៃគូខ្លះគាត់មិនចូលរួមថវិកាគាត់ចូលរួមជាបច្ចេកទេសផ្ដល់អ្នកជំនាញការណាដៃគូខ្លះគាត់ចូលរួមក្នុងការផ្ដល់ជាយោបល់ការប្រឹក្សាហើយបើសិនជាគាត់ចង់ចូលរួមក្នុងកិច្ចដំណើរការអនុវត្តនៃការដោះស្រាយវិវាទយើងស្វាគមន៍ទៀតណាមិនមែនត្រឹមតែការរៀបចំគោលក្របខ័ណ្ឌច្បាប់គោលនយោបាយបែបបទនីតិវិធីនោះទេគឺកិច្ចប្រតិបត្តិការក៏យើងស្វាគមន៍នៅការចូលរួមរបស់គាត់ដែរហើយកន្លងទៅយើងបានធ្វើការសហការជាមួយអង្គការសមាគមមួយចំនួនជាដៃគូរបស់យើងមានអង្គការអុកសាំមានអង្គការនារីដើម្បីសន្តិភាពហើយយើងមានអង្គការមូលនិធិបលអាម៉ង់ខណ្ឌរដ្ឋអាដូនីអាស្ទីវស្ទុនណាហើយយើងនឹងបន្តសហការជាមួយដៃគូផ្សេងទៀតដែលកំពុងតែធ្វើការចរចាពិភាក្សាគ្នារួមមាន UNDP និងអង្គការដៃគូផ្សេងៗទៀតហើយយើងក៏បានធ្វើការសហការជាមួយនឹងក្រសួងយុទ្ធភ័ពរបស់ប្រទេសកូរ៉េផងដែរក្នុងការសហការពង្រឹងនៅសមត្ថភាពដល់មន្ត្រីសម្រាប់សម្រួលផ្សះផ្សាវិវាទរបស់យើងអញ្ចឹងគឺថាជាកិច្ចដំណើរការគឺយើងបើកទ្វារស្វាគមន៍នៃការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដៃគូអង្គការសមាគមណាដែលចង់ចូលរួមគាត់អាចចូលរួមតាមគ្រប់វិធីតាមគ្រប់មធ្យោបាយនិងគ្រប់ទម្រង់ចូលរួមជាថវិកាក៏បានចូលរួមជាមតិយោបល់ក៏បានចូលរួមជាបច្ចេកទេសក៏បានឬក៏សហការគ្នាក្នុងកិច្ចប្រតិបត្តិការក៏បានចាលោកនាងលោកនាងបានជ្រាបហើយថាមុននេះអាដាមចិនម៉ាន់នេះលោកបានលើកឡើងអំពីលទ្ធផលរយៈពេល1ឆ្នាំរបស់អាជ្ញាធរជាតិដោះស្រាយវិវាទការប្រព័ន្ធតុលាការមានទាំងការចុះអនុសារណៈជាមួយស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋបាលនៅតាមបណ្ដាខេត្តក៏ដូចជាលទ្ធផល1ឆ្នាំនៅក្នុងដំណើរការសម្រុះសម្រួលនិងផ្សះផ្សាបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋឥឡូវយើងចង់ដឹងថាតើបេសកកម្មខាងមុខទៀតរបស់អដកគឺជាអ្វីដែរទៅអាដាមបាទអំបញ្ញមិញនេះខ្ញុំបានលើកពីសកម្មភាពនិងលទ្ធផលការងាររយៈពេល1ឆ្នាំអញ្ចឹងជាទិសដៅបន្តទៀតបើណាយើងនៅបន្តការងារអ្វីដែលយើងបានបំពេញរយៈពេល1ឆ្នាំនេះហើយធ្វើវាឲ្យកាន់តែមានប្រសិទ្ធភាពមានគុណភាពជាងនេះក្នុងនោះមានការរៀបចំស្ថាប័នកិច្ចដំណើរការស្ថាប័នយើងថ្មីរៀបចំត្រឹម1ឆ្នាំនេះមិនទាន់ចប់ទេណានៅរៀបចំកែលម្អបន្តទៀតណារចនាសម្ព័ន្ធការរៀបចំទៅបកកិច្ចលេខាការដ្ឋានការជ្រើសរើសមន្ត្រីបន្ថែមការពង្រឹងសមត្ថភាពមន្ត្រីណាហើយជាពិសេសគឺមន្ត្រីសម្រុះសម្រួលផ្សះផ្សាវិវាទនេះដែលយើងត្រូវជ្រើសរើសបន្ថែមទៀតធ្វើការបន្តបណ្ដានិងផ្ដល់នីតិសម្បត្តិដើម្បីពង្រីកនៅវិសាលភាពនៃសេវារបស់យើងណាហើយអ្វីទៅបន្តទៀតគឺយើងក៏បន្តនៅកិច្ចដំណើរការនៃការដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនេះព្រោះបណ្ដឹងចូលមករាល់ថ្ងៃអញ្ចឹងយើងនឹងខិតខំធ្វើម៉េចជំរុញលបឿនសន្ទុះនៃការដោះស្រាយបណ្ដឹងជូនដល់ប្រជាពលរដ្ឋនេះឲ្យបានកាន់តែលឿនកាន់តែឆាប់រហ័សហើយបានចំនួនកាន់តែច្រើនណាអញ្ចឹងយើងបន្តកិច្ចដំណើរការស្ថាប័នយើងបន្តទៅទៀតកិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទនេះក៏យើងបន្តទៅទៀតណាការផ្សព្វផ្សាយនេះក៏យើងបន្តផ្សព្វផ្សាយទៅទៀតទៅដល់គ្រប់ភាគីតួអង្គពាក់ព័ន្ធទាំងអស់ណាទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិទាំងស្ថាប័នរដ្ឋស្ថាប័នវិជ្ជាជីវៈស្ថាប័នឧត្តមសិក្សាគឺស្ថានឧត្តមសិក្សាអីជាដើមលក្ខណៈយើងនឹងបន្តទៅទៀតហើយយើងបន្តពីការគេថាយន្តការសហការជាមួយដៃគូរបស់យើងណាឥឡូវនេះយើងបានចុះអនុសារណៈជាមួយនឹងខេត្តកណ្ដាលអញ្ចឹងទេជាទិសដៅទៅមុខទៀតយើងនឹងបន្តចុះអនុសារណៈ MOU នេះជាមួយនឹងខេត្តដទៃទៀតដែលយើងបានផ្សព្វផ្សាយរួចហើយយើងបន្តផ្សព្វផ្សាយទៅខេត្តដទៃទៀតដែលយើងមិនទាន់បានផ្សព្វផ្សាយនិងបន្តចុះ MOU ជាមួយខេត្តដទៃទៀតដែលយើងបានផ្សព្វផ្សាយហើយមិនទាន់បានចុះ MOU ហើយយើងនឹងបន្តចុះ MOU ជាមួយស្ថាប័ន
đỏ tây tiết nè thả ban vị trí chi vẽ thả ban rót để thuê ca nghe để ban này tha thuê ca nghe vẽ con là cá đỏ sai việt đấy dương được to con cá cho mồi dú hay thuê chị đại cù xả cá đã bị phồng rít vì sao là phép này cá đỏ sai việt này bà hay bà thay vì lớn ấy cứ dương nâng riệp trong chia cầm rong môi đờ lại chia cầm rong bị xe cứ tha để bên trái bị xe đờ lại cứ bấm rái xe ván ấy từ đó cái tha bị chia porot để chia chuyên trên đam phía tách hay nâng bị chia porot để ruột nơi đầm bòn đạch đạch sợi dao để cái tơi ca xe ván ấy chỉ chăm bách á. Chà, anh đang muốn bận bên trong tay sông kia chúng anh đang thêm trong anh đang chuyên bên trận bận tay thật ta dân lực cảm đó sẽ bành hà bảo chuyên trên đam phía táchก็โดยที่เราใช้ปัญหาวิวิธบเป็นเชื้อปรารถนาดำบอลในสัญญาทางมีเพียบสำคัญนึงจำบัญจังบัญญัติสมัยปัญญาทอจิตเราใช้วิวิธข่าวปอนตลาดกาใช่บ่ายังกระทาจนเชื่อดำเพียรเต็กนึงเป็นเชื้อปรารถนาดำบอลในสัญญายังจัดตกบุกกตาจีจนเงยรองครูเนี่ยจังจนเงยรองครูนี่คือทากอดเงยรองครูจริงกี่เสว่าอัฐประเจ้าปีสังคมไว้นั้นก็กอดตัวบานเต็กเชียงกี่นะแต่ซาแต่กอดรูในช่างไงกอดมีนเบียร์บอบตุ่มเลี้ยมตุ่มลบนะการรู้ในมุ้ยเดลัยเขาไปเกณฑ์จังกอดไปบ้าโครงการตัวโยกเสว่าก็โดยจีพอลไปย้อยสังคมได้พวกเราเราสถาบันเนี่ยจังเต้วิจำบัดถือเรียบจำนึกกลุ่มรุ่งเดลัยมุ้ยสมัยปวดกอดนะได้มีนจะรักเดลัยนึงแหลกหนาพิเศษสมัยปวดกอดเปอร์เซ็นต์ไปยังมันเรียบจำในยุนการเดลัยสมัยปวดกอดที่ปวดกอดมันไอ้ลายมาตัวเสว่านั้นโดยกี่โดยไอ้บ้านอุติจังเต้ขนมการเรียบจำกับโรงนี้ยังมันเพื่อการศึกษาสายเฉลียวนะยังมีกรมการเงยยังบานจบtừ มูลฐานจบtừ đó đầm bòn chuyên chiến đàm việt tách chiết sẽ đầm bònไปสารแขกรัตนคีรีเหมือนโดนคีรีคือเจสตั้งแต่ในใบเพื่อการศึกษาสาวชื่อหนึ่งวิดำไล่ถาตามีปวกอดนั่นคือมีเพียบจำบัดอีกล่ะนะฮะได้ก็ตามีเพียบจำบัดในการเรียบจำกับโรงโดยไล่สมัยปวกอดได้หรือเต้นะให้วิบิตประเภทนะได้ปลูกกอดไตในจูบเตะให้วิบิตบอกวิธีสร้างในการดอกสายวิบิตสำหรับปลูกกอดนั้นถือมีลักษณะพิเศษโดยไล่วิบิตใหม่นะจังวิธีที่ในการเพื่อ assessment การศึกษาวิธีดำไล่มวยบางอย่างอาจจะเรียบจำกำลังนั้นชลอยตอบแต่ตามเพียบจำบัดหนึ่งสเตตรการระบบปลูกกอดจังกรมการนี้บางจดถือการศึกษาวิธีดำไล่นะสายเชี่ยวให้ตัวบางลัตพอลจังไปเดือนลัตพอลนี้คือยังกับปงไตเรียบจำตะไตในกับโรงนี่แหละแต่ใบเธอไม่เอาปลูกกอดนั้นอาจมีหลักเพียบตัวบานในเสวานี้โดยเกโดยไอ้แต่ตามแหละขณะพิเศษนั่งแต่ตามจะรักได้ไล่แต่ว่าปลูกกอดบ่า